ក្រសួងការពារជាតិសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិមានកិត្តិយសសូមជម្រាបជូនដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីការវិវត្តថ្មីនៃស្ថានភាពនៅតំបន់ព្រំដែនកម្ពុជាថៃដូចខាងក្រោមកម្ពុជាមានបំណងរក្សាសុខសន្តិភាពនិងរក្សាជំហរដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃតាមរយៈតុលាការអន្តរជាតិ ICJ នៅប្រាសាទតំបន់ធំប្រាសាទតំបន់តូចប្រាសាទតាក្របីនិងតំបន់មុំបីដោយសន្តិវិធីនិងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្រៅអំពីនេះកម្ពុជាបានរៀបចំឲ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី14ដល់ថ្ងៃទី15ខែមិថុនាឆ្នាំ2025ហើយបានឯកភាពគ្នាលើកិច្ចការដែលភាគីកម្ពុជាថៃត្រូវបំពេញបន្តទៀតជាការសោកស្ដាយភាគីថៃមិនបានគោរពនៅកិច្ចព្រមព្រៀងហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាផ្ទុយពីអនុសារណៈយោគយល់គ្នាឆ្នាំ2000 MOU 2000ភាគីថៃបានបង្កើនសកម្មភាពបង្ហោះដ្រូនការជីកលេនដ្ឋានការបង្កើននិងចល័តអាវុធគាំទ្រនិងសព្វវុធគ្រប់ប្រភេទការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខនៃប្រទេសទាំងពីរកងទ័ពកម្ពុជាគាំទ្រនៅជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិនិងដោយសន្តិវិធីនិងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ពទាំងប្រជាជននៅទូទាំងប្រទេសគោរពអធិបតេយ្យរបស់ប្រទេសជិតខាងនិងបដិញ្ញាប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាពប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេសណាមួយឡើយហើយបដិញ្ញាការពារបូរណភាពទឹកដីទោះជាក្នុងតម្លៃណាក៏ដោយអាស្រ័យដោយបានជម្រាបជូនខាងលើនេះសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃអង្គារ7រោចខែជេសឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី17ខែមិថុនាឆ្នាំ2025